ខ្ញុំជឿថាចាស់ៗភាគច្រើនជាពិសេសដូចជាម៉ាក់ខ្ញុំផ្ទាល់នេះគឺមានបញ្ហាឈឺជង្គង់ពុកម៉ែបងប្អូនខ្លះគាត់ឈឺខ្លាំងរហូតដល់ថ្នាក់ដើរអត់រួចអ្នកខ្លះត្រូវឈានដល់ដំណាក់កាលវះដូរស្លាកជង្គង់ប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញបទពិសោធន៍ការព្យាបាលពិតប្រាកដរបស់ម៉ាក់ខ្ញុំថ្មីដោយវិជ្ជាចុងក្រោយគេបង្អស់មិនចាំបាច់វះកាត់បន្ថយការប្រើប្រាស់ថ្នាំជាប្រចាំនៅនឹងមន្ទីរពេទ្យឆ្លងរ៉ាត់3សម្រាប់ពេទ្យគេនៅខាងសមុទ្រប្រការអញ្ចឹងគេមានឡានមកទទួលយើងហើយបើសិនជាយើងជិះយន្តហោះគេមានឡានទៅទទួលនៅកន្លែងពលានយន្តហោះតែម្ដងហើយសម្រាប់ពេទ្យឆ្លងរ៉ាត់3នេះគេមានរហូតដល់12សាខាដោយសារតែវគ្គមុនខ្ញុំធ្លាប់មកពិនិត្យសុខភាពនៅនឹងអញ្ចឹងទៅគាត់បានណែនាំពីសេវាកម្មផ្សេងៗដូចជាសេវាកម្មព្យាបាលជង្គង់ដោយមិនបាច់ចាំបាច់វះកាត់ណាត្រូវនឹងម៉ាក់ខ្ញុំឥឡូវគាត់ឈឺជង្គង់យូរណាស់មកហើយឥឡូវគាត់ឈឺកាន់តែខ្លាំងដើរអត់ចង់បានអញ្ចឹងណាបងប្អូនបាទហើយមកដល់ពេទ្យគេអញ្ចឹងកុំបាច់ភ័យទេព្រោះថាគេមានអ្នកបកប្រែភាសាខ្មែរចាំជួយយើងតាំងពីដើមដល់ចប់តែម្ដងនិយាយលេងសើចអីពេទ្យគេស្អាតណាបងប្អូនមើលទៅដូចអត់តែអញ្ចឹងបាទមានកន្លែងអង្គុយលេងបាទមានរបស់របរអីញ៉ាំមកសេរីកន្លែងខាងក្នុងនេះនៅពេលដែលយើងអង្គុយចាំអញ្ចឹងណាបាទឥឡូវនេះបន្ទាប់ពីបំពេញឯកសារបំពេញអីហើយឥឡូវនេះគេចូលទៅពិនិត្យសួរនឹងជំងឺទូទៅពីមុនមកថាយើងធ្លាប់មានអីខ្លះអញ្ចឹងណាក៏ដូចជាវាស់សម្ពាធឈាមចង្វាក់បេះដូងថ្លឹងគីឡូថ្លឹងអីមួយសេតតែម្ដងបងប្អូនមុននឹងយើងទៅពិនិត្យជួបនឹងដុកទ័រធំអញ្ចឹងណាហើយនិយាយថាពីសេវាកម្មពេទ្យនេះគឺថាល្អមែនទែនពេទ្យគេធំមកមានរហូតដល់4អគារមានគ្រប់ជំនាញអ្នកជំងឺធ្ងន់ស្រាលបាទទាំងភ្ញៀវក្នុងស្រុកភ្ញៀវក្រៅស្រុកទាំងខាងអារ៉ាប់ខាងអីគឺគេមកព្យាបាលនៅនឹងហើយសម្រាប់ដុកទ័រដែលម៉ាក់ខ្ញុំទៅព្យាបាលនេះគឺជាដុកទ័រធំល្បីជាសាស្ត្រាចារ្យនៅប្រចាំប្រទេសថៃនឹងតែម្ដងបងប្អូននិយាយទៅគាត់ជំនាញខាងសាឡាក់ហើយមួយវិញទៀតណាតាក់ទងជាមួយនឹងអ្នកទាត់បានអីដែលគាត់មានបញ្ហាឈឺជង្គង់ឈឺអីគឺដុកទ័រណៃគាត់បានព្យាបាលឲ្យអញ្ចឹងណាគាត់មានឈ្មោះថាដុកទ័រថាណាហើយសម្រាប់ការជួបពិគ្រោះជំងឺព្យាបាលនេះត្រូវតែណាត់គាត់ទុកមុនព្រោះថាគាត់រវល់ច្រើនទាំងព្យាបាលនិងបង្រៀនឈឺកន្លែងណាខ្លះគឺទៀតមែនយប់ឡើងឈឺអីម៉ាក់អញ្ចឹងបន្ទាប់ពីពិគ្រោះជំងឺហើយគឺទៅខាង X-ray ម្ដងគឺយើងថតជង្គង់នឹងចង់ដឹងថាជង្គង់នឹងសឹករេដូនិងជង្គង់នឹងខិតចូលគ្នាប្រវែងប្រមាណអញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីគេថតរួចហើយយើងទៅជួបនឹងដុកទ័រម្ដងទៀតនៅពេលដែលបានលទ្ធផលហើយអញ្ចឹងណាមុននឹងធ្វើការព្យាបាលគឺគាត់បញ្យល់ជំងឺយើងសិនតើជង្គង់យើងមិនអីមិនអញ្ចឹងណាអានេះเป็นกระดูกខាងនោះបានតែពីចុចជាងទេមានន័យថាជង្គង់ម៉ាក់ខ្ញុំនឹងគាត់ធ្លាក់មកជំហាននឹងគៀកគ្នាប៉ុន្តែមិនទាន់ដល់លក្ខណៈថាធ្ងន់ខ្លាំងដល់ចាំបាច់វះកាត់អីទេអញ្ចឹងយើងអាចព្យាបាលបានតាមបច្ចេកវិទ្យាថ្មីគឺនៅពេលដែលជង្គង់យើងវាក៏គិតគ្នាអញ្ចឹងទៅវាបង្កឲ្យកើតជាសឹកខូចត្រង់ទ្រីវាធ្វើឲ្យមានដំបៅនៅម្ដុំកន្លែងជង្គង់អញ្ចឹងទៅធ្វើឲ្យយើងឈឺជង្គង់ឈឺអីពិបាកដើរអញ្ចឹងណាអញ្ចឹងសម្រាប់ការព្យាបាលគឺគេបូមឈាមយើងយកមកកឡុកយកផ្លាស្មាដែលមានឈាមសសម្រាប់ទៅព្យាបាលនៅអ្វីដែលខូចខាតនៅខាងក្នុងហ្នឹងនឹងមានថ្នាំផ្សេងៗតាមបច្ចេកវិទ្យាចុងក្រោយគេហ្នឹងដើម្បីចាក់ទៅព្យាបាលร่างกายเรามาซ่อมตัวเองអញ្ចឹងផ្លាស្មាហ្នឹងគឺគេយករបស់ដែលល្អបំផុតនៅក្នុងរាងកាយយើងហ្នឹងយកមកជួសជុលខ្លួនឯងហ្នឹងម៉ាក់ព្យាបាលនេះគឺគេធ្វើឲ្យតំណប់ចឹងខ្ចីនឹងជាឡើងមកវិញមានទឹកសាឡាអីអញ្ចឹងណាអញ្ចឹងរបៀបព្យាបាលបែបនេះមិនមែនថាចាក់ថ្នាំទៅបំបត្តិការឈឺចាប់អីទេគឺទៅជួសជុលឲ្យសាឡានឹងមានដំណើរការឡើងមកវិញល្អហើយនេះគេកំពុងតែបូមឈាមយកទៅក្លុកយកផ្លាស្មាអញ្ចឹងណាបងប្អូនបន្ទាប់គេបូមហើយយើងអង្គុយចាំសិនទៅបន្ទាប់គេបង្វិលផ្លាស្មាគេលាថ្នាំលីអីហើយឥឡូវនេះគេយកទៅបិទថ្នាំស្ពឹកសិនបងប្អូនបាទគេបិទសើស្បែកដើម្បីឲ្យស្ពឹកនៅម្ដុំហ្នឹងគេស្អំតកកស្អំអញ្ចឹងនិយាយទៅដើម្បីឲ្យកន្លែងហ្នឹងស្ពឹកដើម្បីមុននឹងចាក់ថ្នាំអញ្ចឹងណាបងប្អូនហើយនេះគឺជាផ្លាស្មាក៏ដូចជាថ្នាំដែលគេលាយហើយប្រមាណមួយចូលហ្នឹងគឺត្រូវចាក់ចូលទៅខាងក្នុងហ្នឹងអញ្ចឹងណាហើយសម្រាប់បងប្អូនខ្មែរយើងដែលបានទៅព្យាបាលជង្គង់នៅកន្លែងពេទ្យហ្នឹងគឺថាសរសើរគ្រប់គ្នាគឺថាព្យាបាលឲ្យបានផលបន្ទាប់មកដុកទ័រគាត់ពាក់កង់ស្តេរីគេសម្អាតអីឡងស្អាតបានគេចាក់អញ្ចឹងណាបងប្អូនហើយកុំច្រឡំថានេះគឺជាប្រភេទថ្នាំត្រដោះគោដែលលើកមុនយើងឈឺជង្គង់គេចាក់ថ្នាំត្រដោះគោចូលជង្គង់គឺខុសគ្នាដាច់បាទបងដឹងតែចាក់ជង្គង់ឈឺវិនណាភ័យឡើងញ័រហ្មងចុះឡើយឥឡូវទៅអត់ឈឺផងចាក់ទៅអត់ឈឺផងញ៉ាំហើយអាហ្នឹងវាប្រសិទ្ធភាពអញ្ចឹងហ្នឹងបន្ទាប់ពីចាក់ហើយដុកទ័រក៏ប្រាប់ពីលំហាត់ប្រាណឲ្យយើងធ្វើជារៀងរាល់ថ្ងៃនឹងកាយវិការអ្វីខ្លះដែលគេហាមដាច់ខាតដូចជាអង្គុយចង្ហោងជាដើមចា3ដងប៉ុន្តែចង់ប្រាប់បងប្អូនតិចនៅពេលដែលយើងចាក់ហើយនេះបន្ទាប់មកគឺចាប់ផ្ដើមឈឺខ្លាំងតែម្ដងគេឲ្យតមដើរ2ថ្ងៃបាទបន្ទាប់មកបានការឈឺជង្គង់ហ្នឹងគឺចាប់ផ្ដើមថយបន្តិចម្ដងបាទមិនហាប់ព្យាបាលភ្លាមទេគឺថាអាចរយៈពេលមួយអាទិត្យទៅកន្លះខែអីចឹងទៅវិលមកជាបាត់ឈឺហើយយើងអាចប្រើប្រាស់ដើរបានធម្មតាវិញនេះដូចបងប្អូនឃើញចឹងណានៅពេលដែលចាក់ហើយគឺគាត់ឈឺជង្គង់ខ្លាំងក៏រៀងរឹងជង្គង់ដើរអត់បានគេឲ្យយើងរុញអាតេះហើយនឹងគេងលើក្រេ2ថ្ងៃសិនហើយខ្ញុំចង់ប្រាប់ថាគឺពិតជាមានប្រសិទ្ធភាពមែនបងប្អូនម៉ាក់ខ្ញុំគាត់ព្យាបាលប្រហែលជា7ខែឥឡូវនេះគាត់ដើរបានស្រួលធម្មតាវិញហើយអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចតាក់ទងទៅខាងពេទ្យគេផ្ទាល់បានណាពេទ្យគេមានឈ្មោះថាចលងរ៉ាត់3បាទអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា